តថ្ងៃនេះមិនណៃនៅជាមួយនឹងហាងបាយដែលឆ្ងាញ់មកកន្លែងដែលមាននៅក្នុងទីក្រុងភ្នំពេញនោះគឺមានបាយឆ្អឹងជំនីឈូកបាយផ្លូវមន់អាំងនិងបាយសាច់ឈូកហើយនៅក្នុងនោះក៏មានជាមួយនឹងភេសជ្ជៈត្រៀងជាច្រើនប្រភេទដូចជាក្រូចបាយទឹកប៉ាសិនសូដានិងប្រភេទ green tea ផងដែរគឺនៅភោជនីយដ្ឋានបាយ័នមិនស្នៅយណានិយាយទៅគឺនៅគៀបភ្នំពេញយើងខ្លាំងមែនតើតែម្ដងហើយតែពិសេសជានេះទៅទៀតនោះសម្រាប់ពុកម៉ែបងប្អូនដែលនាំបងប្អូនទៅទូចមកក៏ទទួលបានជាមួយនឹងនំ free មានតងសម្រាប់លេងហើយនឹងទទួលបាន popcorn free ផងដែរនេះយើងចូលមកមើលសកម្មភាពអាំងសាច់របស់យើងទៅគ្រាន់តែមើលទៅក៏តំណងខ្លាំងមែនតើហ្មងហើយនិយាយទៅឡើងឈ្ងុយមកទាំងអស់គ្នាគួរឲ្យចង់ញ៉ាំហ្មងហើយបើដែលសំខាន់ឥឡូវយើងមកមើលនៅខាងក្នុងទាំងអស់គ្នាសម្រាប់បរិយាកាសខាងក្នុងនេះគឺធំទូលាយខ្លាំងមែនតើថ្ងៃនេះគឺជាថ្ងៃអាទិត្យគឺមានមនុស្សមកច្រើនខ្លាំងមែនតើសម្រាប់បាយព្រឹកនិងបាយថ្ងៃទាំងអស់គ្នាហើយបើនិយាយពីខាងក្រោយនេះវាគឺធំទូលាយហ្មងសម្រាប់កន្លែងអង្គុយវិញបាយភួយបារម្ភថាមកអត់មានកន្លែងអង្គុយអីសម្រាប់បរិយាកាសគេគឺធំទូលាយមានសិនជាហើយទៅគេស្រស់ស្រាយខ្លាំងហ្មងចំណែកនេះវិញគឺជាបន្ទប់ប្រជុំនិយាយថាខាងក្នុងគេគឺធំទូលាយការរៀបចំស្អាតមានផាសុខភាពស្អាតខ្លាំងហ្មងអ្នកនរគ្នាខាងក្រោយនេះវិញខាងស្ដាំដៃនេះវិញគឺផ្លូវយើងទៅបន្ទប់ទឹកដែលមានសម្រាប់បុរដ្ឋផ្សេងនិងនារីផ្សេងហើយនេះគឺជាសកម្មភាពដែលបុគ្គលិកដែលគាត់កំពុងតែរៀបចំបោះជូរសម្អាតនិងរៀបចំបម្រើសេវាកម្មជូនទៅដល់ភ្ញៀវអតិថិជននេះទៅគឺបើនិយាយពីឋានៈមួយវិញគឺខ្ពស់ហើយការរៀបចំគេគឺមានរចនាសម្ព័ន្ធគួរឲ្យចង់ញ៉ាំហ្មងនេះក៏មានទាំងនំប៉ាដែលទុកតែចេញពីលោកក្តៅៗភ្លាមតែម្ដងឥឡូវនេះយើងក៏លេចមកមើលមុខមនុយប្រចាំបាយ័នបឹងស្នោយើងនឹងដែលមានទីតាំងរហូតដល់8សាខានឹងមិនត្រឹមតែមានប្រភេទបាយដែលទាំងអស់គ្នាគឺមានរួមទាំងមីគៀវប្រចាំហាងកាទៀវកូនកាត់ជាមួយនឹងមុខម្ហូបប្រពៃណីខ្មែរដែលមានជាច្រើនមួយជាច្រើនពីខ្លាំងមែនតើសម្រាប់ទៅតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនហើយនៅក្នុងនោះក៏មានជាលក្ខណៈ buffet និងទ្រីងជាច្រើនប្រភេទហើយដល់តែពិសេសជានេះទៅទៀតនោះនៅសាខាបាយ័នមកស្នោយើងនឹងក៏មានអាប់ដេតមុខម្ហូបពិសេសថ្មីរួមទាំងទឹកម៉ូលី fresh មានទឹកម្ជូរព្រឹកទឹកស្ដាយចំហួយនិងប្រភេទនំជាច្រើនប្រភេទផងដែរទៀតនេះខ្ញុំនឹងលើកមុខម្ហូបដែលល្បីប្រចាំហាងនៅបាយ័នមកស្នោយើងនឹងគឺមានបាយភ្លើងមាន់អាំងបាយឆ្អឹងជំនីអាំងជាមួយនឹងបាយសាច់ឈូកអាំងគ្រាន់តែឃើញបាយគេហើយនិយាយទៅគឺពីថាតំណងខ្លាំងមែនតើតែម្ដងសម្រាប់ការរៀបចំគេវិញគឺខ្ញុំឲ្យបេះតែម្ដងមិនធំតែប៉ុណ្ណឹងយើងក៏នៅមានទ្រង់ជាច្រើនប្រភេទដូចជាផាសិនតកូខូចបាច់ជាមួយនឹងតាប៊ីតងផងដែរនិយាយទៅអាចកំងតាមចំណងចិត្តបានតើឥឡូវយើងមកភ្លក់ជាមួយនឹងមុខម្ហូបយើងទាំងអស់គ្នាគ្រាន់តែឃើញគួរឲ្យចង់ញ៉ាំតែម្ដងនិយាយពីថាសាច់វិញគឺខ្ញុំឲ្យអួយហ្មងរសជាតិវិញគឺរសជាតិល្មមឆ្ងាញ់ជាប់មាត់ហើយនិយាយថាទ្រង់គេវិញគឺផ្អែមល្មមឆ្ងាញ់ជាប់មាត់ទាំងអស់គ្នានិយាយទៅគឺខ្ញុំឲ្យមេដៃហ្មងភោជនីយដ្ឋានបាយ័នរួមរក្សាអាហារវប្បធម៌ខ្មែរ